ខ្ញុំយកឃើញថានេះជាសេណារីយ៉ូថ្មីមួយរបស់អ្នកនយោបាយប្រឆាំងបើទោះជាគេខំបញ្ចេញទស្សនៈឬប្រកែកថាมันបានចូលរួមពាក់ព័ន្ធអីក៏ដោយក៏ប៉ុន្តែចំពោះខ្ញុំយល់ថាជាសេណារីយ៉ូថ្មីមួយដែលគេប្រើរូបភាពបែបនេះបាទបង្កឲ្យមានការភ័ន្តច្រឡំនិងបញ្ចេញទស្សនៈផ្សេងៗដោយពួកគេមិនអាចបញ្ចេញទស្សនៈឬក៏សម្លេងតាមវិធីផ្សេងឬក៏មានការកាត់បន្ថយបើការបញ្ចេញសម្លេងតាមប្រព័ន្ធព័ត៌មានផ្សេងដូច្នេះគេប្រើចរន្តនេះជាសេណារីយ៉ូថ្មីមួយហើយគិតថាទៅដល់ដៃប្រជាពលរដ្ឋសាមញ្ញដោយទៅសេលើกระดาษប្រាក់រៀលតូចៗ 1000 រៀល 5000 រៀលដែលប្រជាជនប្រើប្រាស់ប្រចាំថ្ងៃនេះយើងមើលឃើញចំណុចទី1ចំណុចទី2ខ្ញុំយល់ឃើញថានេះជាការស្ទាបស្ទង់ប្រជាប្រិយរបស់ខ្លួនគណៈបកប្រឆាំងក្រុមប្រឆាំងគឺនៅតែចង់វាស់ស្ទង់ចរន្តនយោបាយឬក៏ប្រជាប្រិយរបស់ខ្លួនចំពោះសង្គមនយោបាយកម្ពុជាដូចខ្ញុំបានលើកឡើងនៅចំណុចទី1គាត់มันមានវិធីវាស់ស្ទង់ផ្សេងអញ្ចឹងគាត់ប្រើវិធីនេះក្នុងការវាស់ស្ទង់ជាប្រិយភាពឬក៏កម្លាំងនយោបាយឬក៏កម្លាំងគាំទ្ររបស់គាត់ដែលវាដើរឆ្ពោះទៅក្នុងសេណារីយ៉ូមួយនៅក្នុងទស្សនវិជ្ជានៃការបោះឆ្នោតនៅខាងមុខប្រហែលឆ្នាំខាងមុខទៀតខ្ញុំយល់ថាប្រជាពលរដ្ឋខ្មែរដាច់ខាតគឺកុំចូលរួមនៅក្នុងការងារនេះពីព្រោះវាមិនស្របច្បាប់ទេដូចខ្ញុំបានលើកឡើងនៅចំណុចទី3ហើយការចូលរួមរបស់ប្រជាពលរដ្ឋអាចជាស្ថិតក្នុងអន្ទាក់របស់អ្នកប្រឆាំងជ្រុលមួយចំនួនហើយការប្រឆាំងនេះគេតែងតែរួចខ្លួនហើយនឹងទទួលបានផលប្រយោជន៍នយោបាយបាទតាមសេណារីយ៉ូដែលគេបានគ្រោងទុកឬឯសកម្មជននៅក្នុងស្រុកចូលរួមតែងតែមានបញ្ហាទទួលទោសទណ្ឌអីជាដើមឬក៏ខាតពេលវេលាក្នុងការរកស៊ីទទួលទានរៀនសូត្រនិងធ្វើការជាដើមបាទរហូតដល់មានទោសទណ្ឌផ្នែកច្បាប់ទៅទៀតអញ្ចឹងគួរតែកុំចូលរួមនៅក្នុងបញ្ហានេះខ្ញុំមើលឃើញថាវាជាករណីបំពានលើអធិបតេយ្យនៃកណ្ដាស់ប្រាក់រៀលបាទมันគួរឲ្យកើតមានដូច្នេះទេអញ្ចឹងក្នុងនេះខ្ញុំឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋมันគួរយកកណ្ដាស់ប្រាក់រៀលយើងទៅគូសចំណាំឬក៏គូសវាសផ្សេងឬក៏សរសេរផ្សេងដែលបំពានអធិបតេយ្យលើកណ្ដាស់ប្រាក់រៀលរបស់ខ្មែរយើងរបស់កម្ពុជាយើងដែលជាប្រាក់របស់ប្រទេសយើងផ្ទាល់ដែលមានអធិបតេយ្យក្នុងការចាយវាយដោះដូរក្នុងកម្លាំងសេដ្ឋកិច្ចប្រចាំថ្ងៃនិងសេដ្ឋកិច្ចរបស់ប្រទេសអញ្ចឹងมันគួរយកទៅធ្វើបែបហ្នឹងតាមការឃោសនានយោបាយឬក៏ការកាសគៀលនយោបាយណាមួយទេពីសម័យដែលយើងក្រោយឆ្នាំ79យើងប្រឹងប្រែងរកចំណីអាហារអត់បានគិតពីសុវត្ថិភាពអត់បានគិតពីស្អីទេគឺយើងគិតថាម៉េចហូបឲ្យបានឆ្អែតឲ្យបានរសហើយក្នុងពេលជាមួយគ្នានោះយើងឃើញហើយដើម្បីរកផលចំណេញសេដ្ឋកិច្ចឈ្មួញក៏ដូចជាជនទុច្ចរិតបានធ្វើគ្រប់បែបយ៉ាងធ្វើម៉េចឲ្យទៅបានចំណេញដូចជាដាក់ថ្នាំប្រើជីប្រើអីដែលខុសជាកទេសសពគ្រប់លួចលាក់នាំចូលសពគ្រប់បាទឃើញហើយសមត្ថកិច្ចយើងចាប់បានជាច្រើនមកសត្វត្រីសាច់បន្លែជើងមាន់ផ្សេងៗពីប្រទេសជិតខាងសារព័ត៌មានលោកបានដឹងហើយអំពីអាការនាំសាច់នាំអីខូចគុណភាពអីនាំចូលមកហ្នឹងគឺកត្តាទាំងអស់ហ្នឹងហើយដែលជាកត្តាបង្កឲ្យមានជំងឺមិនឆ្លងមានច្រើនមុខហើយពិសេសជំងឺមហារីកទៅពីការហូបចុកទាំងអស់ហ្នឹងបញ្ហាមួយចំនួនទៀតគឺការអប់រំក៏ជារឿងសំខាន់ដែលខ្ញុំគាំទ្រដែលប្រមុខរដ្ឋាភិបាលលើកឡើងគឺថាការអប់រំប្រជាពលរដ្ឋយើងឲ្យចេះរស់នៅស្អាតហូបស្អាតផឹកស្អាតដោយតែក្រសួងសុខាភិបាលលើកឡើងអញ្ចឹងហើយការអប់រំនេះយើងត្រូវតែអប់រំជាប្រចាំដោយភ្លៀងរលឹមហើយយើងមានវិធានការតាមដាននិងអនុវត្ត
ថែមទៀតជំលើកឧទាហរណ៍ដូចជាក្រសួងសុខាភិបាលលោកបានចាក់វ៉ាក់សាំងការពារជំងឺថ្លើមប្រភេទ B ឲ្យកុមារតូចៗដែលទើបបង្កើតបាទរហូតដល់ធំនោះទៅតាមផែនការប៉ុន្តែយើងត្រូវតែតាមដានបន្តទៀតថាពេលដែលចាក់ហើយនោះកុមារនឹងវាមានប្រព័ន្ធការពាររាងកាយហៅថាអង្គតិកថ្លើមប្រភេទ B នឹងមានឬអត់យើងត្រូវធ្វើការតាមដានបន្តទៀតអញ្ចឹងបើវាមានហើយអានឹងវាអាចការពារបានហើយប៉ុន្តែបើចាក់ហើយវាអត់មានវានឹងឆ្លងអញ្ចឹងយើងត្រូវតែដឹងអានឹងទៀតខ្ញុំគ្រប់គ្រងមុខរដ្ឋាភិបាលលោកលើកឡើងត្រូវឲ្យចាក់ COVID បច្ចុប្បន្នប៉ុន្តែពេលលោកលើកនេះគឺជំងឺវាបានកើតទៅហើយបានន័យថាផលពីមុនមកគេហៅបើរបៀប study មួយពីដើមគេហៅថា cohort study គេ input ទៅឥឡូវវាចេញ outcome មកហើយឥឡូវនេះគឺជា outcome ហើយបាទអញ្ចឹងយើងកំពុងតែរកបញ្ហាដោះស្រាយឲ្យ outcome នឹងហើយរាល់ថ្ងៃនេះហើយនឹងបន្តការអប់រំកុំឲ្យចំនួនក្រោយតទៅទៀតបាទហើយចំនួននេះអ្នកដែលកើតហើយគឺយើងមានព្យាបាលហើយកំពុងតែដុតលុយចោលយ៉ាងច្រើនហើយដោយការជួយទៅព្យាបាលនៅក្រៅប្រទេសចិត្តខាងអីទាំងអស់ហ្នឹងបាទហើយក៏មិនបានផលអីដែរយកលុយទៅចោលទេព្រោះជំងឺមហារីកតែកើតហើយមិនជាទេបាទមានតែស្លាប់ប៉ុន្តែគេអាចព្យាបាលបាននៅក្នុងដំណាក់កាលដំបូងប៉ុន្តែដល់ចូល stage 3 stage 4ហើយគឺគ្មានទេរងចាំតែថ្ងៃស្លាប់ហើយនឹងបំផ្លាញលុយចោលតែប៉ុណ្្នឹងឯងបាទទី1ខ្ញុំគាំទ្រចំពោះប្រសាសន៍សម្ដេចធិបតីនាយករដ្ឋមន្ត្រីប្រជាណាចក្រកម្ពុជាដែលមិនអនុញ្ញាតឲ្យមានការវិនិយោគទៅលើបារីអេឡិចត្រូនិកនេះព្រោះបារីនេះមែនតើទៅគឺជាប្រភេទញៀនដ៏ខ្លាំងមួយសម្រាប់យុវជនសម្រាប់ក្មេងៗជំទង់រៀននៅមធ្យមសិក្សានិងពលរដ្ឋផ្សេងទៀតហើយវាមានផលប៉ះពាល់ខ្លាំងមែនទែនសម្រាប់សរីរាង្គរបស់មនុស្សរហូតដល់ខូចខួរក្បាលទាំងស្រុងខូចសរីរាង្គទាំងស្រុងតាមយើងទទួលបានព័ត៌មានអញ្ចឹងវាប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើងទៅថ្ងៃអនាគតយើងនឹងបាត់បង់កម្លាំងពលកម្មយើងនឹងបាត់បង់កម្លាំងបញ្ញាញាណដែលយើងមានមហិច្ឆតាទៅដល់ប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ2050អីប្រសិនបើយើងមិនទប់ស្កាត់មិនមានគោលនយោបាយច្បាស់លាស់ទៅលើបញ្ហាបារីអេឡិចត្រូនិកក៏ដូចជាបញ្ហាគ្រឿងសង្វឹងផ្សេងទៀតទេនិងគ្រឿងញៀនផ្សេងទៀតទេអញ្ចឹងយើងនឹងមិនមានប្រជាពលរដ្ឋប្រកបដោយធម៌ពលសេដ្ឋកិច្ចប្រកបដោយភាពខ្លាំងក្លាបានទេអញ្ចឹងចំណុចនេះខ្ញុំសូមគាំទ្រហើយសូមឲ្យការអនុវត្តនៅគោលនយោបាយនេះឲ្យបានប្រកបវិជ្ជានៅក្នុងការអនុវត្តជាក់ស្ដែងខ្ញុំសង្ឃឹមថាក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដីត្រូវតែអនុវត្តនៅការណែនាំប្រសាសន៍ណែនាំរបស់នាយករដ្ឋមន្ត្រីនេះឲ្យបានប្រកបនិយមបំផុតបាទมันគួរឲ្យកើតមានទេហើយកន្លងទៅយើងឃើញមានលក់តាមចិត្តសាលារៀនលក់តាមក្លឹបកំសាន្តអីហូរហែបាទហើយដែលដូចខ្ញុំបាននិយាយនៅសំណួរខាងដើមគឺវាប៉ះពាល់សុខភាពបងក្មួយយុវជនខ្លាំងមែនតើអញ្ចឹងត្រូវតែចូលរួមអនុវត្តឲ្យខាងតែបានហើយខ្ញុំយល់ថារដ្ឋាភិបាលត្រូវតែមានវិធានការដាច់អហង្ការទៅលើបញ្ហានេះឧទាហរណ៍ថាវាកើតឡើងនៅតំបន់ណាគួរតែអាជ្ញាធរសមត្ថកិច្ចនៅតំបន់នោះទទួលរងការពិន័យរដ្ឋបាលឬក៏ពិន័យផ្សេងទៀតតាមច្បាប់ជាធរមានគួរគុំលើកលែងឲ្យសោះពីព្រោះវាប៉ះពាល់សុខុមាលភាពសង្គមខ្លាំងណាស់រដ្ឋាភិបាលនឹងចំណាយធនធានកាន់តែច្រើនទៅលើសុខភាពប្រជាពលរដ្ឋរួមនឹងអខានទៅដល់ការអភិវឌ្ឍរបស់យើងដែលគោលដៅរបស់រាជរដ្ឋាភិបាលបានដាក់ចេញនឹងអញ្ចឹងសូមចូលរួមឲ្យស័ក្តិសមហើយធ្វើការជាក់ស្ដែងមិនមែនត្រឹមតែធ្វើការបង្ហាញតែរបាយការណ៍បង្ហាញតែត្រឹមតែរូបថតនោះទេបាទហើយម្ដងទៀតខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងមានពិន័យរដ្ឋបាលពិន័យតាមច្បាប់ជាធរមានទៅលើមន្ត្រីដែលសុំកលុំទៅលើបញ្ហាបារីអេឡិចត្រូនិកនេះប្រសិនករណីរកឃើញបាទសូមអរគុណចំពោះខ្ញុំយល់ឃើញថាកិច្ចព្រមព្រៀងរវាងរដ្ឋបាលលោក Donald Trump និងលោក Zelensky នាពេលនេះគឺมันអាចជា
มันអាចបង្ហាញថាសង្គ្រាមអ៊ុយក្រែនត្រូវបានបញ្ចប់ទេបិទបញ្ចប់ភ្លាមនោះទេពលគឺត្រូវការពេលវេលាបន្ថែមទៀតទី1យើងដឹងថាកិច្ចព្រមព្រៀងរវាងលោកត្រាំនិងលោក Zelensky នេះគឺជាកិច្ចព្រមព្រៀងវិនិយោគទៅលើធនធានរ៉ែរបស់លោកត្រាំនៅឯប្រទេសអ៊ុយក្រែនវាមិនមែនជាកិច្ចព្រមព្រៀងធានានៅការបញ្ចប់សង្គ្រាមទេហ្នឹងរឿងទី1រឿងទី2យើងដឹងហើយថាមូលហេតុនៃសង្គ្រាមនេះកើតឡើងដោយសារអ្វីមូលហេតុសង្គ្រាមកើតឡើងគឺដោយសារតែការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងមហាអំណាចនិយាយចំគឺរវាងសហព័ន្ធរុស្ស៊ីរបស់លោកពូទីនជាមួយនឹង NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិកអញ្ចឹងកិច្ចព្រមព្រៀងរវាងលោកZelensky និងលោក Donald Trump គឺជាកិច្ចព្រមព្រៀងទ្វេភាគីរបស់គាត់មិនបានឆ្លោះបញ្ចាំងអំពីការរក្សាតុល្យភាពការប្រជែងឥទ្ធិពលនៃភូមិសាស្ត្រនយោបាយនោះទេអញ្ចឹងហើយទើបខ្ញុំបានលើកឡើងថាវាមិនមែនបញ្ចប់នោះទេបាទចំណុចទី2នៅក្នុងផ្នែកនេះយើងឃើញថាសង្គ្រាមនេះគឺវាធ្វើឲ្យមានការប្រែប្រួលទាំងស្រុងនៅសម្រាប់ធ្នាប់ពិភពលោកអញ្ចឹងហើយការសម្រេចណាមួយបញ្ចប់សង្គ្រាមឬមិនបញ្ចប់វាមិនមែនត្រឹមតែភាគីរវាងលោក Donald Trump និងលោក Zelensky ទេគឺវាពាក់ព័ន្ធនឹងចង្កោមនៃការសម្រេចចិត្តផ្សេងទៀតនៅក្នុងប្រព័ន្ធពិភពលោកប្រព័ន្ធភូមិសាស្ត្រនយោបាយគឺពោលគឺរវាងសហព័ន្ធរុស្ស៊ីរវាង NATO រវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិកខ្លួនឯងគ្រាន់តែសហរដ្ឋអាមេរិកដើរតួនាទីជាយន្តការសម្របសម្រួលបាទអញ្ចឹងអ្វីដែលលោកត្រាំចុះកិច្ចព្រមព្រៀងជាមួយលោក Zelensky គឺដើម្បីរក្សាភាពជាអ្នកសម្របសម្រួលរបស់សហរដ្ឋអាមេរិកនៅក្នុងតួនាទីបញ្ចប់សង្គ្រាមទេមិនមែនជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមទេបាទអានេះយើងត្រូវបញ្ជាក់នៅចំណុចនេះឲ្យបានច្បាស់ខ្ញុំបញ្ជាក់ទៀតថាវាមិនមែនជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមទេគឺជាកិច្ចព្រមព្រៀងជាផលប្រយោជន៍រវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនប៉ុណ្ណឹងទេផលប្រយោជន៍សេដ្ឋកិច្ចបាទ